បែកត្រូវតែសបើមិនសុំទេថ្ងៃនេះគុំសង្ឃឹមបានទៅផ្ទះទៅដោះស្រាយនៅប៉ុស្តិ៍ប៉ូលីសទៅខ្ញុំនិយាយច្បាស់អស់ហើយនៅហ៊ាននិយាយទៀតអញ្ចឹងក៏មិនចាំបាច់ទុកមុខឲ្យគ្រូសាឯងដែរទៅប៉ុស្តិ៍ប៉ូលីសក៏ល្អខ្ញុំក៏ចង់ឲ្យប៉ូលីសជួយរកយុទ្ធធម៌ដែលជាងយន្តថ្ងៃនេះលីមេហួរជាអ្នកបួលអូនមកលេងទេគេមែនទេចាស់អូនត្រឡប់រកផ្ទះប្រាប់បងតែមេហួរចាំអូននៅមុខភូមិរហូតពេលអូនទៅដល់ផ្ទះបងមិនទាន់មកទៅអូននាំស៊ីវអានមកទីនេះតែម្ដងដឹងទេថាលីមេហួរហេតុអីនាងចាំអូននៅមុខភូមិមេហួរតែយកចិត្តទុកដាក់ប្រហែលខ្លាចអូនយាមិនហ៊ានមកទៅចាំអូនទេដឹងយកចិត្តទុកដាក់ឬមួយខ្លាចអូនមិនមកទេដឹងព្រោះបើអូនមិនមកគ្រប់ការនេះក៏មិនបែកហើយពួកគេក៏មិនអាចបោកលុយយើងបានដែរទេជីនយុនមិនមែនបែបនេះទេខ្ញុំគ្មានគំនិតអញ្ចឹងទេលេខបាច់ជាខ្ញុំចូលឲ្យគេលេងក្នុងបន្ទប់មែនទេនាងឲ្យពួកគេលេងក្នុងបន្ទប់រួចរកលេខចេញមកក្រៅរោងចាំពេលជីនយុនដើរកាត់ធូបការពួកឯងយកដុំអត់ឃើញយួរវាជាជាងពីក្រៅធ្វើឲ្យរញ្ជួយទៅធូបការធ្លាក់បែកលីមេហួររឿងរ៉ាវគឺបែបនេះត្រូវវាអត់ខ្ញុំមិនដឹងថាលោកនិយាយអីទេនេះជាបទកំហែងគេប្រាប់បើខ្ញុំដឹងប៉ូលីសយ៉ាងហោចណាស់ក៏ជាប់គុក3ទៅ5ឆ្នាំដែរកុំយកច្រកគាត់ទៅថាតាចង់មានលុយទៅគិតល្បិចនេះឡើងគាត់ថាឯងជាមនុស្សស្រីថែមទាំងមានកូនគ្រាន់តែគំរាមបន្តិចនឹងព្រមឲ្យលុយមិនខានល្បិចនេះបើប្រើលើអ្នកដតីប្រកាសជាបានសម្រេចហើយតែគេនឹកស្មានមិនដល់ថាជីងយួនសុកចិត្តត្រមរកមកក៏មិនព្រមសារភាពរឹតតែនឹកស្មានមិនដល់ថាខ្ញុំគ្រាន់តែមើលក៏អាចទម្លាយល្បិចជាប់គាត់នេះអស់បងប្រុសគឺជារឿងតូចតែទេសូមបងគុំដឹងប៉ូលីសអីខ្ញុំនឹងសងសំណងជំងឺចិត្តឲ្យបងអូនខ្លាញ់នឹងក្មួយលោកគិតយ៉ាងម៉េចដែរឯងឲ្យទៀតអ្នកសុំទៀតណាជ្រើសរើសយកមួយផាកវិន័យ1000យន់ឬមួយខ្ញុំបញ្ជូនឯងទៅគុកជ្រើសរើសខ្លួនឯងទៅជីងយន្តយកយកដល់មិត្តភាពពួកយើងរាប់ឆ្នាំផងលើកលែងឲ្យខ្ញុំម្ដងទៅខ្ញុំចង់សក់ឡើងវិញទៅតែធ្វើឲ្យយើងអត់ផ្លូវដើរទៅហើយយកយល់មនោសញ្ចិត្តណាចាស់ជំពាក់1000សងតែ500មកបានហើយយកប្រងទេប្រពន្ធខ្ញុំនិយាយហើយពិតជាគ្មានបញ្ហាទេអស់គ្នាញ៉ាំឲ្យឆ្ងាញ់ចុះគុំគូសំអីយើងសុទ្ធតែអ្នកភូមិជាមួយគ្នាមិនបាច់គូសំរៀបចំម្ហូបល្អអីរហូតដល់ថ្នាក់នេះទេអស់លុយច្រើនណាស់ត្រង់នឹងចេះដឹងគុណដែលចង់ឆ្លាតតាំងពីក្មេងធំឡើងច្បាស់ជាមានអនាគតភូមិយើងទៅថ្ងៃមុខពឹងលើឯងហើយថ្ងៃក្រោយបើមានការអីហៅមកចុះចាំមើលនរណាមិនជួយ